ខ្ញុំចង់ឲ្យបងប្អូនត្រេះរិះពិចារណាអំពីពាក្យថាសន្តិភាពបន្តិចសពថ្ងៃនេះជាពិសេសគឺរដ្ឋាភិបាលគេបាននិយាយថាស្រុករបស់យើងប្រកបទៅដោយសន្តិភាពហើយបងប្អូនស្គាល់ពាក្យថាសន្តិភាពឬទេតើសន្តិភាពមានន័យថាម៉េចសន្តិភាពគឺជាសេចក្តីស្ងប់នៅក្នុងចិត្តប្រាសចាកការភ័យខ្លាចនៅក្នុងចិត្តជាស្ថានភាពរបស់ចិត្តដែលមានភាពស្ងប់ដែលមានផាសុកភាពក្នុងផ្លូវចិត្តប្រាសចាកនៅភាពភ័យខ្លាចពាក្យពីរនេះมันអាចនៅជាមួយបានมันអាចនៅជាមួយគ្នាបានទេមួយគឺសន្តិភាពពីរគឺភ័យខ្លាចធាតុពីរនេះมันអាចនៅជាមួយគ្នាបានទេប្រៀបដូចជាពន្លឺជាមួយនឹងភាពងងឹតអញ្ចឹងធាតុពីរនេះมันអាចនៅជាមួយគ្នាបានទេសន្តិភាពហើយនឹងការភ័យខ្លាចប្រៀបបានដូចជាពន្លឺជាមួយនឹងភាពងងឹតអញ្ចឹងនៅជាមួយគ្នាមិនបានទេកាលណាភាពភ្លឺមកដល់ភាពងងឹតវារត់ចេញទៅអាពីរអ្នកនឹងនៅជាមួយគ្នាមិនបានទេធ្វើពួកម៉ាក់គ្នាមិនបានទេឲ្យតែពន្លឺមកដល់ភាពងងឹតនឹងរត់ចេញទៅបាត់ហើយប្រៀបដូចជាព្រះសម្មាសម្ពុទ្ធលោកសម្ដែងឲ្យមនុស្សកើតសទ្ធាអញ្ចឹងដែរតែពេលណាសទ្ធាមកដល់ក្នុងក្បាលរបស់បងប្អូនហើយបយល់យូរទៅកាន់តែយល់ទៅភ្លឺទៅរហូតដល់បងប្អូនមានអារម្មណ៍ថាហ៊ូយរឿងនឹងវាអញ្ចឹងទេអីជំនឿទៅបាត់ទៅសាសនាគឺរឿងជំនឿវាមិនដឹងថាម៉េចបានជាវាជឿថាអញ្ចឹងដល់ពេលប្រពុតមកបង្កើនចំណេះដឹងឲ្យមនុស្សកើតសទ្ធាដល់កើតសទ្ធាជំនឿទៅបាត់ទៅអញ្ចឹងបានខ្ញុំប្រាប់ថាមេរៀនរបស់ប្រពុតនឹងមិនមែនជាសាសនាទេមិនត្រឹមតែមិនមែនជាសាសនាទេថែមទាំងមកបំផ្លាញសាសនានឹងទៀតផងព្រោះសាសនាបាត់គ្រឹះរបស់វាគឺជំនឿមុនព្រះសម្មាសម្ពុទ្ធលោកត្រាស់ដឹងមានជំនឿច្រើនណាស់ជំនឿទាំងអស់នឹងត្រូវវាយបំបែកដោយការពន្យល់រហូតដល់មនុស្សយល់អស់ជំនឿទៅជំនឿនេះបាត់គ្រឹះរបស់វាគឺមិនដឹងពេលដែលសទ្ធាកើតមកពីការយល់មកដល់ជំនឿដែលកើតមកពីការជឿស្លុបនឹងកើតមកពីការមិនយល់រួចហើយជឿថាអញ្ចឹងនឹងវារត់ទៅបាត់ទៅដូចគ្នាជាមួយនឹងពន្លឺកាលណាពន្លឺចូលមកដល់ភាពងងឹតរត់ចេញទៅដូចគ្នាជាមួយនឹងសន្តិភាពជាមួយនឹងការភ័យខ្លាចតើការភ័យខ្លាចចូលមកដល់សន្តិភាពនឹងបាត់ភ្លាមត្មងដល់ពេលសប្តាហ៍ថ្ងៃរដ្ឋាភិបាលគេថាប្រទេសយើងសុខសន្តិភាពប៉ុណ្ណឹងហើយចង់រកបណ្ណាទៀតអ្នកមានប្រជាប្រដ្ឋច្រើនណាស់ដែលអត់ហ៊ានចូលរួមប្រជុំអញ្ចឹងខ្លាចមេភូមិអូននឹងសន្តិភាពគឺជាសភាពស្ងប់ស្ងាត់គឺជាផាសុកភាពរបស់ផ្លូវចិត្តដែលរួចផុតនៅការភ័យខ្លាចទាំងឡាយចុះបើប្រជាប្រដ្ឋនេះគាត់មានអារម្មណ៍ភ័យខ្លាចអ្នកខ្លះចង់និយាយអត់ហ៊ានកាន់ក្បាលមីក្រូនិយាយទេខ្លាចគេយកសម្លេងនឹងទៅចាក់គេរមមុខគាត់ឃើញសួរថាតើអារម្មណ៍បែបហ្នឹងជាអារម្មណ៍សន្តិភាពក្នុងផ្លូវចិត្តដែរឬទេសន្តិភាពក្នុងផ្លូវចិត្តគឺជាផាសុកភាពដែលរួចផុតពីការភ័យខ្លាចការភ័យខ្លាចជាមួយនឹងសុខសន្តិភាពនេះมันអាចនៅជាមួយគ្នាបានទេប្រៀបដូចជាពន្លឺជាមួយនឹងភាពងងឹតអញ្ចឹងដែរពីរនឹងมันអាចនៅជាមួយគ្នាបានទេស្ថានភាពរបស់ប្រទេសយើងសប្តាហ៍ថ្ងៃនេះតាមការយល់របស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យយើងយល់ថាប្រទេសយើងមិនទាន់មានសុខសន្តិភាពទេផាសុខភាពផ្លូវចិត្តដែលរួចផុតពីការភ័យខ្លាចមិនទាន់មានទេ
ពេលណាយើងនិយាយអីយើងចូលរួមប្រជុំជាពិសេសគឺរឿងនយោបាយយើងចេះតែមានអារម្មណ៍ភ័យខ្លាចនោះបានន័យថាស្រុករបស់យើងឬចិត្តរបស់យើងទាំងអស់គ្នាមិនទាន់រួចផុតពីការភ័យខ្លាចទេសួរថាតើធ្វើម៉េចដើម្បីឲ្យយើងមានសុខសន្តិភាពផ្លូវចិត្តរួចផុតពីការភ័យខ្លាចការដឹងថានេះគឺជាបញ្ហាមិនសំខាន់ពេកទេតែសំខាន់បំផុតតើបញ្ហាបែបហ្នឹងត្រូវដោះស្រាយម៉េចបើទីកន្លែងមួយងងឹតមិនសំខាន់ពេកទេអ្នកដឹងថាទីនេះងងឹតតែសំខាន់ខ្លាំងណាស់ថាតើត្រូវធ្វើរបៀបម៉េចដើម្បីឲ្យទីនឹងភ្លឺអ្នកខ្លាំងអាទៅមុខហ្នឹងមិនអាខ្លាំងនិយាយតែពីបញ្ហាដោយគណៈបកសង្គ្រោះជាតិនោះទេដល់ពេលវិធានការលំអិតគួរឲ្យយើងទុកចិត្តបានដើម្បីចាក់ចេញពីបញ្ហាដែលយើងកំពុងតែជួបប្រទះគាត់អត់បាននិយាយឲ្យយើងដឹងទេពីព្រោះខ្លួនគាត់ក៏អត់មានទស្សនៈវិស័យភ្លឺថ្លាក្នុងការដោះស្រាយបញ្ហានឹងដែរបានជាគាត់មិនអាចនិយាយអំពីផែនការក្នុងការធ្វើឲ្យប្រទេសរីកចម្រើនឲ្យសង្គមមានយុត្តិធម៌ឲ្យប្រជាពលរដ្ឋមានសុខសន្តិភាពនឹងឲ្យប្រជាពលរដ្ឋស្ដាប់ដើម្បីយកទៅគិតត្រេះរិះពិចារណាលើវិធានការនឹងថាតើវិធានការរបស់គាត់នឹងគួរឲ្យទុកចិត្តបានដែរឬទេយើងនិយាយមិញថាប្រទេសរបស់យើងមិនទាន់មានសុខសន្តិភាពទេពីព្រោះក្នុងចិត្តរបស់ប្រជាពលរដ្ឋមិនទាន់រួចផុតការភ័យខ្លាចទេមិនសំខាន់ពេកទេដែលយើងដឹងថានោះគឺជាបញ្ហាតែសំខាន់ណាស់ថាតើត្រូវធ្វើម៉េចដើម្បីដោះស្រាយបញ្ហាអសន្តិសុខក្នុងផ្លូវចិត្តរបស់ប្រជាពលរដ្ឋនេះបងប្អូនណាខ្ញុំលើកឧទាហរណ៍មួយខ្លាមួយវាដាច់វានៅក្រៅទ្រុងខ្លាមានតោវាដាច់នៅក្រៅទ្រុងបងប្អូនខ្លាចតោខ្លាចខ្លានឹងនាំគ្នាចាក់សោផ្ទះទាំងអស់មិនហ៊ានចុះដីទេខ្លាចតោខ្លាចខ្លាវាស៊ីបងប្អូនគ្មានសុវត្ថិភាពក្នុងផ្លូវចិត្តទេគ្មានសុខសន្តិភាពក្នុងផ្លូវចិត្តទេជាពិសេសនៅពេលដែលបងប្អូនចុះដីហើយនៅក្រោមផ្ទះរបស់បងប្អូននឹងសម្បូរទៅដោយខ្លាហើយនឹងតោបងប្អូនអត់មានសុវត្ថិភាពអត់មានសុខសន្តិភាពផ្លូវចិត្តទេនៅពេលដែលបងប្អូនចេញក្រៅផ្ទះចុះមកខាងក្រៅតើត្រូវធ្វើម៉េចដើម្បីឲ្យមានសុខសន្តិភាពក្នុងផ្លូវចិត្តដើម្បីឲ្យបងប្អូនទុកចិត្តថាបងប្អូនចុះមកខាងក្រោមវាអត់គ្រោះថ្នាក់ដាច់ខាតខ្លាហើយនឹងតោនឹងត្រូវចាប់ដាក់ទ្រុងហើយទ្រុងនឹងត្រូវមានលក្ខណៈមាំទាំគួរឲ្យទុកចិត្តបានថាខ្លានឹងតោនឹងមិនអាចបំបែកទ្រុងនឹងបានទេនេះជាទស្សនៈរបស់យើងតែទស្សនៈរបស់គណៈបកសង្គ្រោះជាតិវិញគេនិយាយថាតោគេខ្លាគេនេះស្លូតណាស់គេមិនខំប្រជាប្រដ្ឋទេគេធ្វើធំអំណាចប្រមូលផ្ដុំតែគេមិនធ្វើបាបប្រជាប្រដ្ឋទេបងប្អូនសម័យបន្តិចមើលឧទាហរណ៍ថាតោរបស់គេនឹងវាស្លូតមែនខ្លារបស់គេនឹងគេស្លូតមែនគេចិញ្ចឹមក្នុងផ្ទះគេយូរហើយគេដឹងថាខ្លានឹងតោនឹងមិនស៊ីមិនខំប្រជាប្រដ្ឋទេបងប្អូនហ៊ានយកដៃទៅលូកទេបងប្អូនសម័យបន្តិចមើលគេថាហេតោខ្ញុំស្លូតណាស់បងប្អូនហ៊ានយកដៃលូកទេមានរឿងអីដែលយើងត្រូវបន្ថយដល់ពេលយើងមានអារម្មណ៍ខ្លាចអញ្ចឹងណាបងប្អូននឹងហើយដែលខ្ញុំនិយាយថាយើងគ្មានសុខសន្តិភាពក្នុងផ្លូវចិត្តទេនេះដែលខ្ញុំនិយាយថាបងប្អូនហើយបងប្អូនសពថ្ងៃគ្មានសុខសន្តិភាពក្នុងផ្លូវចិត្តទេចាត់ទុកការដឹកនាំរដ្ឋសពថ្ងៃដូចជាមាត់ខ្លាអញ្ចឹងដល់ពេលឥឡូវបងប្អូនចង់ចេញពីមាត់ខ្លាបងប្អូនទៅចូលឯមាត់ក្រពើព្រោះអីសំរងស៊ីកម្មសខាគណៈបកសង្គ្រោះជាតិនឹងគេអត់និយាយអំពីវិធានការចាប់ខ្លាដាក់ទ្រុងទេគេនិយាយតែរឿងខ្លាគេស្លូតទេលោកនាយករដ្ឋមន្ត្រីហ៊ុនសែនអង្គរៈគាត់រាប់មិនបានទេដល់ពេលសំរងស៊ីមិនទាន់បានកាន់ការងារប្រទេសជាតិផងរួមជាមួយកម្មសខាអង្គរៈគាត់ទាំងវងទៀតហើយទាំងវងទៀតណាអាត្រង់នឹងដែលខ្ញុំនិយាយថាអញមើលទៅដូចអត់មានពលឺប្រជាធិបតេយ្យអីទេអញមើលទៅគ្មានសង្ស័យទេដឹងតែបញ្ចេញមាត់ខ្លាទៅចូលឯបាត់កពើដឹងតែចេញពីអបដាច់ការមួយទៅចូលអបដាច់ការមួយទៀត
យើងជាម្ចាស់ស្រុកក៏បងប្អូនយើងជាម្ចាស់ឆ្នោតណាយើងអាចបោះឆ្នោតឲ្យពីណាក៏បានដែរណាយើងអាចរួបរวมគ្នាកសាងសង្គមរបស់យើងឲ្យមានរាងណាមិចក៏បានដែរណាយើងអាចប្រមូលផ្ដុំគ្នាធ្វើបាក់បានណាបង្កើតយន្តការចងខ្លាបានណាបងប្អូនអាត្រង់ហ្នឹងដែលខ្ញុំដាច់ពីគណៈតំណាងរាជគណៈបកសំរងស៊ីនេះមកបញ្យល់បងប្អូនណាដើម្បីអីឲ្យបងប្អូនរួបរวมកម្លាំងគ្នាធ្វើត្រង់ដាក់ខ្លាយន្តការ8ចំណុចបងប្អូនខ្លះគាត់បានស្គាល់ហើយបើបងប្អូនមិនស្គាល់ខ្ញុំរាប់ត្រួសយន្តការ8ចំណុចមានជាអាចការកំណត់អាណត្តិនាយករដ្ឋមន្ត្រីឲ្យមានតែ2អាណត្តិនាយករដ្ឋមន្ត្រីហាមមិនឲ្យជ្រើសរើសកងអង្គរៈដោយខ្លួនឯងទេនាយករដ្ឋមន្ត្រីត្រូវនៅក្នុងផ្ទះដែលផ្ដល់ដោយរដ្ឋ4បង្កើតតុលាការរដ្ឋបាលដើម្បីកាត់ក្តីពួកអ្នករំលោភអំណាចស្រុកគេធ្វើអញ្ចឹងទី5តួនាទីឋានន្តរស័ក្តិចាប់ពីថ្នាក់ឧត្តមសេនីយ៍ទាំងប៉ូលីសទាំងយោធាហាមមិនឲ្យនាយករដ្ឋមន្ត្រីចាត់តាំងទេធ្វើច្បាប់សពថ្ងៃគាត់ចាត់តាំងទាំងអស់តាំងពីខាងលើរហូតដល់ខេត្តរហូតដល់ស្រុកសិតតបងប្អូនគាត់ហើយគាត់និយាយថាគឺគាត់រៀបចំផ្ដល់សេចក្តីសុខឲ្យប្រជាពលរដ្ឋរៀបចំឲ្យប្រជាពលរដ្ឋមានសណ្ដាប់ធ្នាប់ទុកប្រជាពលរដ្ឋជាកូនជាចៅរដ្ឋាភិបាលជាម៉ែជាឪគេមើលដាក់អង្គការផ្នែកមនុស្សពាត់យើងសម្ងាយនេះដល់សំរងស៊ីកម្មសខាវិញគាត់ថាអង្គការផ្នែកមនុស្សហ្នឹងធ្វើបាបប្រជាពលរដ្ឋដែរបើអង្គការផ្នែកមនុស្សរបស់ខ្ញុំវិញគឺថានៅជាប់ជាមួយនឹងប្រជាពលរដ្ឋជួយប្រជាពលរដ្ឋវាជួយមើលកុំឲ្យប្រជាពលរដ្ឋហ្នឹងទៅចូលគណៈបកផ្សេងទៀតដូចតែគណៈបកប្រជាជនដែរអញ្ចឹងអាត្រង់ហ្នឹងដែលខ្ញុំមិនដែលខ្លាចគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចាញ់អាគណៈបកទាំងអស់ហ្នឹងពួកគណៈបកទាំងអស់ហ្នឹងវាសិតតែប្រយោជន៍របស់វាហ្នឹងដល់ពេលយើងយន្តការ8ចំណុចប្រមូលគ្នាធ្វើឡើងដើម្បីផលប្រយោជន៍របស់យើងបងប្អូនគិតយល់កន្លែងហ្នឹងអត់យន្តការ8ចំណុចធ្វើត្រង់ដាក់ខ្លាចលនាប្រជាធិបតេយ្យជាចលនារបស់យើងកើតចេញពីយើងដើម្បីផលប្រយោជន៍របស់ពួកយើងទាំងអស់គ្នាមើលអាយន្តការ8ចំណុចហ្នឹងមើលយន្តការទី5តួនាទីឋានន្តរស័ក្តិចាប់ពីថ្នាក់ឧត្តមសេនីយ៍ទាំងប៉ូលីសទាំងយោធាហាមធ្វើច្បាប់ហាមមិនឲ្យនាយករដ្ឋមន្ត្រីចាត់តាំងទី6អភិជាក្រិតមន្ត្រីរាជការទី7មេភូមិនេះមេឃុំនេះមេស្រុកនេះមេខេត្តនេះបោះឆ្នោតដោយផ្ទាល់ចំមុខពីយើងធ្វើមិនកើតយើងអ្នកធ្លាក់មកវិញហាមមិនឲ្យនាយករដ្ឋមន្ត្រីចាត់តាំងទេតែនាយករដ្ឋមន្ត្រីចាត់តាំងខ្លាយទៅជាអង្គការផ្នែកមនុស្សរបស់នាយករដ្ឋមន្ត្រីគុំថានាយករដ្ឋមន្ត្រីសប្តាហ៍នាយករដ្ឋមន្ត្រីសំរងស៊ីកម្មសខាក៏ចឹងគេតាមដានយើងដដែលយើងបាត់យើងរួចផុតពីការភ័យខ្លាចពីព្រោះខ្លានៅក្រៅទ្រង់ដដែលមេភូមិមេឃុំមេស្រុកមេខេត្តបោះឆ្នោតចំមុខដោយប្រជាពលរដ្ឋរួចតម្លាក់វិញដោយប្រជាពលរដ្ឋស្រុកគេធ្វើចឹងដល់ទី8សប្តាហ៍បងប្អូនទៅបោះឆ្នោតណាបងប្អូនបោះឆ្នោតឲ្យប៉ាក់ឯណានៅដុំហ្នឹងគេថាបោះឆ្នោតឲ្យហ៊ុនបាច់ហ៊ុនបាច់នឹងទៅដល់ណាក៏មិនដឹងដែរហ៊ុនបាច់នឹងស៊ីលុយគេពុកឲ្យលួយមិនចូលរដ្ឋាភិបាលមិនក៏មិនដឹងដែរហ៊ុនបាច់នឹងគឺដឹងតែខ្ញុំកាន់ហ៊ុនបាច់នឹងយូរហើយដូចចៃឆ្កែអញ្ចឹងគេថាឆ្កែធ្លាក់ទឹកឥឡូវហើយហេលែងទៅលែងចេញពីឆ្កែទៅឆ្កែធ្លាក់ទឹកតែខំជាប់ឆ្កែហ្នឹងដល់ពេលឆ្កែធ្លាក់ទឹកទៅលួងទឹកតិចងាប់អត់ទេខំជាប់ចៃឆ្កែហ្នឹងកាន់ហ៊ុនបាច់យូរហើយអញ្ចឹងគឺដឹងតែហ៊ុនបាច់ហ្មងហ៊ុនបាច់ទៅដល់ណាហ៊ុនបាច់ធ្លាក់ទឹកទៅទៅមួយហ៊ុនបាច់ទៅអញ្ចឹងមកដុំហ្នឹងគេហៅហ៊ុនបាច់ហ្នឹងបោះឲ្យហ៊ុនបាច់ហ្នឹងអត់មានដឹងអីទេដឹងតែព្រះអង្គតាំងពីយូរមកអាត្រង់ហ្នឹងដែលខ្ញុំនិយាយថាបើមិនដឹងខ្យល់អីអញ្ចឹងកុំទៅបោះឆ្នោតចង្រៃគេហើយបើបានតែងាប់ឲ្យឆាប់តិចទៅវាអត់សូវចង្រៃដល់ស្រុកទេវាអត់ងាប់ដល់កូនចៅជំនាន់ក្រោយដែលគេដឹងធូរងាប់រស់នៅកុំឲ្យទម្ងន់ផែនដីកុំឲ្យគេមានអារម្មណ៍ថាយើងរស់នៅចង្រៃគេណាអញ្ចឹងមិនថាតាមដាននយោបាយបងប្អូនមើលយន្តការ8ចំណុចយើងមើលតាំងពីទី1រហូតដល់8រាប់ឡើងវិញទី1អាណត្តិនាយករដ្ឋមន្ត្រីកំណត់ឲ្យតែ2អាណត្តិទេគ្មានឯណាតាំងពី79រហូតដល់ឥឡូវអញ្ចឹងទី2កងអង្គរៈអត់ឲ្យនាយករដ្ឋមន្ត្រីចាត់តាំងទេទី3នាយករដ្ឋមន្ត្រីត្រូវរស់នៅក្នុងផ្ទះដែលផ្ដល់ដោយរដ្ឋទី4បង្កើតតុលាការរដ្ឋបាល
ទី5ទួលនីតិតំណន្តរស័ក្តិចាប់ពីថ្នាក់ឧត្តមសេនីយ៍ទាំងប៉ូលីសទាំងយោធាត្រូវផ្ដល់សេចក្តីទុកចិត្តដោយរដ្ឋសភាទី6អភិជាក្រិតមន្ត្រីរាជការទី7មេភូមិមេឃុំមេស្រុកមេខេត្តបោះដោយប្រជាពលរដ្ឋរួចទម្លាក់វិញដោយប្រជាពលរដ្ឋទី8បោះឆ្នោតអ្នកតំណាងរាស្ត្របោះចំមុខមិនបោះឲ្យហ៊ុនបាច់ទៀតទេគឺបោះឲ្យមុខមនុស្សណាដែលយើងចង់ឲ្យជាប់ធ្វើតំណាងឲ្យយើងបោះអានឹងហើយទឹកថាស្អែកគេធ្វើឲ្យណាបើយើងទាំងអស់គ្នាមិនងើបឡើងធ្វើបាក់របស់ខ្លួនយើងរួចហើយធ្វើគោលនយោបាយបោះឆ្នោតអ្នកតំណាងរាស្ត្រចំមុខរួចហើយនាំគ្នាបោះឆ្នោតឲ្យបាក់យើងឲ្យបាន 50% បូក1ទៅដូរអាប្រព័ន្ធបោះឆ្នោតនឹងចេញទេតិចថាបងប្អូនសម័យឃើញថាគណៈបកណាមួយឲ្យធ្វើឲ្យបងប្អូនអត់មានទេណាគណៈបកមួយជាពិសេសមេបកគេចង់គ្រប់គ្រងអ្នកតំណាងរាស្ត្ររបស់គេណាបងប្អូនគេភូតមកប្រទេសជុំយ៉ាគេភូតអញតើគេថាឲ្យអញទៅបោះឆ្នោតរើសតំណាងរាស្ត្រអញដែលបានរើសតំណាងអញដែលឃើញមុខផងអញទៅបោះឆ្នោតរើសតបៈតាបៈណាអ្នករើសតំណាងឲ្យខ្លួនវានោះអញ្ចឹងបានវាមកជួបអញវាតែងតែនិយាយថាវានាំសេចក្តីសុខទុក្ខវានាំការសួរសុខទុក្ខពីមេបកវាមានខ្លាចអញនេះណាហើយរឿងហ្នឹងអត់ផ្លាស់ប្ដូរបានទេបើបងប្អូនប្រជាប្រដ្ឋមិនងើបផ្លាស់ប្ដូរត្រង់ចំណុចនេះដែលខ្ញុំមិនដែលខ្លាចគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនឹងចាញ់គណៈបកដទៃទៀតទេខ្ញុំខ្លាចបំផុតខ្លាចតារាសមិនយល់តារាសយល់ហើយបាក់ទឹកបាក់ដីបងប្អូនខ្ញុំចេះឆ្ងល់បងប្អូនគិតគណៈបកធំគណៈបកតូចអានឹងវានិយាយត្រូវហើយប៉ុន្តែគណៈបកនឹងវាតូចមកពីបងប្អូនមានអារម្មណ៍ថាមិនមែនគណៈបករបស់ខ្លួននោះបើមានអារម្មណ៍ថានឹងគណៈបករបស់ខ្លួនណាមកថាតូចខឹងឥឡូវខឹងថាបើអញតូចមិនហើយបងប្អូនពិចារណាមើលស្លឹកឆ្នោតនៅផ្ទះទាំងអស់គ្នាស្លឹកឆ្នោតតបោះឯងគណៈបកយើងនិងគណៈបកដទៃទៀតឈរ24ខេត្តក្រុងដូចគ្នាឈរឈ្មោះគណៈបកប្រជាជនក៏ឈរពេញ24ខេត្តក្រុងមានបេក្ខជនពេញ24ខេត្តក្រុងគណៈបកហ៊ុនស៊ិនប៉ិចក៏អញ្ចឹងគណៈបកសង្គ្រោះជាតិក៏អញ្ចឹងគណៈបកយើងក៏មានបេក្ខជន24ខេត្តក្រុងដូចគ្នាប្រជាបរតស្លឹកឆ្នោតនៅផ្ទះទាន់បោះផងហើយគាត់ថាហេគណៈបកនឹងត្រូវហើយប៉ុន្តែតូចណាស់ស្លឹកឆ្នោតទាន់បោះហងនៅផ្ទះនោះមិនទាន់ញាត់ចូលធុងហងតែញាត់ចូលធុងកណាធំមិននឹងឥឡូវបេក្ខជនគេឈរ24ខេត្តក្រុងដូចគ្នាតើបងប្អូនសម្រាប់ចិត្តមុននឹងបោះឆ្នោតឲ្យគណៈបកមួយតើបងប្អូនសម្រាប់ចិត្តលើអីមូលដ្ឋានក្នុងការសម្រាប់ចិត្តថាមូលដ្ឋានសម្រាប់ចិត្តលើអាត្រូវហើយចុះមិននិយាយថាយើងត្រូវហេអញខ្លាចតែបោះទៅតែឯងណាគេទៅនោះច្រើនហើយអានឹងផ្អើលតាមវងអាត្រង់នឹងដែលខ្ញុំដែលគេនិយាយថាវាសនាឯងចាំមើលអ្វីដែលវាសនាឯងនិយាយត្រូវទាំងអស់បិណ្ឌចាំមើលប្រជាប្រដ្ឋគាត់ស្ដាប់ហើយអាមួយស្ដាប់ថាស្ដាប់ទៅវាមិនយល់អាទី2ស្ដាប់យល់ថាត្រូវហើយអត់បោះឆ្នោតទៀតទៅបោះឆ្នោតអាតាមវងទៀតស្នាឯងតែចេញទៅបំខាតចេញទៅតែមើលបំខាតប្រជាប្រដ្ឋណាយល់ថាត្រូវហើយមិនបោះទៀតចាំមើលស្នាថាហើយវាមិនមែនអត់បងប្អូនអញ្ចឹងបានខ្ញុំថាអោប្រជាប្រដ្ឋខ្មែរហើយសំតែនឹងគេបោកនឹងបានវាត្រូវបើបងប្អូនណាបើកទៅជាបើកភ្នែកមើលទូទស្សន៍ហើយស្ដាប់គិតត្រេះនេះពិចារណាផ្អែកលើមូលដ្ឋានថាអាគណៈបកណាត្រូវអញទៅបោះអស់ហ្នឹងអាផ្សេងហើយបោះអស់ណាអញមិនដឹងទេតែអញមួយគឺមនុស្សត្រឹមត្រូវទាល់អាគណៈបកត្រឹមត្រូវបានអញបោះអញផ្អែកលើអាត្រឹមត្រូវមនុស្សក៏ត្រឹមត្រូវវិធានការក្នុងការដោះស្រាយប្រទេសជាតិក៏ត្រឹមត្រូវអីក៏ត្រឹមត្រូវអាឆ្កែណាទៅបោះអស់ណាមិនដឹងតែខ្លួនអញមួយបោះឲ្យអាត្រឹមត្រូវម្នាក់គិតអញ្ចឹងពីរនាក់គិតអញ្ចឹងពេញមួយធុងឈ្នះបាត់ហើយប៉ុន្តែសពថ្ងៃទៅរកកន្លែងត្រឹមត្រូវមិនរួចនឹកក្នុងចិត្តថាតិចអញបោះតែឯងទៅបោះទៅតិចចោលទៅនេះវានៅត្រង់ហ្នឹងនឹងវាយមិនទេបន្តិចទៀតខ្ញុំងាប់ណា10 20ឆ្នាំទៀតងាប់ខ្ញុំណាហើយមានកូនមានចៅតិចអត់មានណាធ្វើឲ្យហើយធ្វើរបស់យើងនេះណាធ្វើស៊ីតកូនតចៅអ្នកមើលមិនតាន់ណាអត់មានឃើញតម្លៃនៃយន្តការ8ចំណុចទេយើងខំប្រឹងទៅរលុយដល់ពេលអាអ្នកនោះវាអាអ្នកប្រឡប់ដឹងនិយាយថាម៉េចទេអូលុយស៊ីដាច់អីមិនទៅរងអង្គបានស៊ីដាច់អូ
hành vô lôi màu nâng anh nâng chi cao đấy tôi hành từ rồi mà tao bằng chi cao ô hành từ rồi lôi nâng anh nâng vô mà anh nâng thơ tiền nơi cao đấy tôi từ rồi thơ bằng thơ tiền nơi cao bánh bị ọt đăng thả lôi nâng á chia bà phục tình bài đúng không tình co đúng không tình thơ đúng không tình mà tao chi đúng không kê sắp ngay cái thả chăng duyên là ca bằng bay chầm nói xị đát ấy xị đát ấy nên là ngon không biết đáp kia tất thử nè xị à lôi buồn mơ nè thế nhá anh đang bằng lôi à xị ban à mình trai đi ca nó phẹt khai mà liên nè bây giờ ha anh đang bằng xị ban à cam mà co rong chắc phẹt khai mà hỏi ha nhóm tha mình thay cái lá tọt lôi à bờ miền lôi hơn thay cái lá đặt bài tê mình thay cái lá cái miền mà tàu chi tê ở từ miền lôi đó còn nó tình à tiệp lương phải không chị hô tình cái ba hôสำคัญบำพดบางโอนะคลาตอดนาดเนี่ยเมียนนาดเฮ้ยอะลอยอากาศจะเสียเตยนึงจำโยตามเคยพอปุ๊บยกสำนายท้ากาเงียมันจะบอกจะบอลเชียมันก็ดอดอมยกอำนาจมาได้ยังสั้นดักยนต์กาบำใบจำนดเป็นน้องกับไอ้ในยุรัฐมันไตรดาวมังบางโอนเล่นแต่ดาวเนี่ยตึงกุยโดยสักกุซีอะไตตะประเทศนี้จะไปได้ประเทศฝรั่งเรียกปีตำนานจิบอะไรตลาดกาตามด้านอะไรตลาดกาจอดประกันนะปีบอสอำเภอปกอลุยบางคนสมัยในยุครันไตรเยืองสมัยมาอุเตียฮอปากวดเจ้าวินาศโกนกวดบองปอนกวดเอาก็ยมตั้งออกผลิตเฮียนไอ้นั่งซัวปีนาแต่เธอไอ้กวดเกิดเรื่องอ่อนนี้นะอัดเมียนปีนาดอกเสียไอ้แขวปีปุ่ยเยืองออกเนี้ยนะយើងទាំងអស់គ្នាចូលរួមគ្នារៀបអយន្តការ8ចំណុចហ្នឹងឲ្យចេញឡើងណាបងប្អូនចាំមើលអាណត្តិក្រោយៗអត់មានអាណាក៏ចេះតែចង់ទៅកាន់នាយករដ្ឋមន្ត្រីទៀតទេដូចនៅថៃបងប្អូនថាក់ស៊ីនរកបេក្ខជនឈរឈ្មោះតំណាងរាស្ត្រអត់គ្រប់អត់មានអាណាចង់ទៅទី1ប្រាក់ខែវាមិនច្រើនជាងប្រជាពលរដ្ឋសាមញ្ញធម្មតាប្រហែលទេធ្វើមិនស្រួលជាប់គុកនៅក្នុងតំណែងគេកាត់បន្ថយអំណាចរួចហើយច្រាហាត់បានសោះដល់តែយូរស្ងាត់មនុស្សចង់ធ្វើនយោបាយហ្មងដល់តែស្រុកខ្មែរជន់កកគុំថាប្រាក់ខែហ្នឹងឲ្យប៉ុណ្ណឹងថាតិចហ៎ប្រាក់ខែរដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីប្រាក់ខែមិនបាន2000ប៉ុណ្ណឹងរាល់ថ្ងៃប្រាក់ខែតំណាងរាស្ត្រឲ្យ2000ជាងតិចហ្នឹងថាប្រាក់ខែប៉ុណ្ណឹងតិចគុំថាឲ្យប្រាក់ខែប៉ុណ្ណឹងឲ្យមួយខែឲ្យពួកគេនឹងបង់20000ឲ្យវិញឲ្យយើងវិញបង់20000មិនបាច់ស៊ីប្រាក់ខែទេក៏ពួកនឹងតដទៅធ្វើនាយករដ្ឋមន្ត្រីទៅធ្វើរដ្ឋមន្ត្រីដែរពួកអីពួកវាស៊ីបានច្រើនជាងនោះទៀតណាស៊ីបានណាហើយប្រជាប្រដ្ឋខ្មែរគិតខ្លីយើងប្រាប់គាត់ថាអំពេញដូចដីបង្កក់133ហិកតាដីអាហ្នឹងធំ1ហិកតាបងប្អូនណាឥឡូវថាដីធ្លាក់ថ្លៃតិចចុះខ្ញុំថា1ការ៉េ1500កន្លែងហ្នឹង100ហិកតា1500លាន$1500លាន133ហិកតាកោះពេជ្រ1ហិកតា1ការ៉េសត3000 1ការ៉េ4ជ្រុងអញ្ចឹងណាកត់ខ្មៅយើងមិនបានប៉ុណ្្នឹងណា3000ហើយយើងមកជីវិតស្គាល់3000បងនិយាយអត់ហ្នឹងកន្លែងនោះគេយកឡើងម៉ត់ថ្ងៃគេយកម៉ត់ដល់ពេលយើងយកអារឿងហ្នឹងមកប្រាប់គាត់ថាមីងពូដីនៅពេញគេយកអស់ហើយហូមិនមែនដីអញស្មានគេយកចដើផ្ទះអញអញ្ចឹងក៏យកមកប្រាប់អញដែរសមហ៎វាស៊ីគ្នាអីនោះក៏ស្រួលស៊ីអីនេះក៏ប្រភ្លើស្រួលឲ្យគេស៊ីត្រូវគ្នាហ៎អញ្ចឹងបានខ្ញុំថាឲ្យវាងាប់ឲ្យចុយមរាយអស់ត្មងទៅមិនបាច់និយាយប្រាប់គាត់ទៅងាប់ឲ្យអស់ស្លាប់ទៅពួកអីពួកគាត់យល់ថាម៉េចគាត់យល់ថានោះមិនដីគាត់ទេគាត់ថាយើងនេះមិនបានច្រាស់គេដល់ពេលអញ្ចឹងក្តៅក្រហាយងំរឿងហ្នឹងមកអុចគាត់ឲ្យក្តៅដែរស្អែកអញក្តៅដល់ពេលខ្ញុំមើលយូរខ្ញុំថាបាយមិនបានច្រាស់ហាបើក្របឆ្នាំងនេះក្តៅជាងអាក្តិតឆ្នាំងភ្លើងឆេះមកក្តិតឆ្នាំងទាំងក្តៅបន្តិចផងឲ្យបាយមិនឆ្អិនណាបើម្ចាស់ប្រទេសក្រីក្រគេមិនក្តៅបងក្តៅតែយើងអាមានស៊ីគ្រប់នេះក្តៅរហូតនេះអាក្របឆ្នាំងក្តៅរហូតអាក្តិតឆ្នាំងក្តៅសោះហើយមិនបានបាយច្រាស់ធ្វើមិនឈ្នះពួកគេបើអាអ្នករងគ្រោះវាមិនក្តៅផងនេះម្ចាស់ប្រទេសវាមិនក្តៅឯងសុកស្រួលក្តៅចង់ងាប់បើអាលាកខួរក្បាលកាន់ខាន់រស់ទៀតណាមើលប្រជាប្រដ្ឋខ្មែរយូរទៅអត់មានស្អីដែលត្រូវនិយាយល្អជាមួយសំពងផឹងហ្មងពួកមើលឃើញអាបោក
tới chỉ chui bớt cái nhà chuối từ bảo ập lơi lông từ đó cái lạnh ruốc mình tởm từ đó ta cái lạnh ngọt chắc á phải mơ tầm này vừa luộc đây nó ban lôi chớn vừa do mà tôi nhầm não chạy từ ui kia là ô nó cái chai nhầm nói hãy mau vào ban ca ấy còn tập biệt phần năng á bông bồn còn đã ca vô phần năng á và vô phải mà pay mau ban trẻ sẽ là hạ quạt vô tha dương thân vô bay mình ao ấy nó cái ao ăn á còn là cầm nứt mũi năng á quay phải mà pay mau bật bay phải mà pay mau cũng sẽ đạp tiếp đó cho một con đạp bông quạt vô là con dây thử con đào tự bật tới thơ mạch chẳng bao thằng ngọt ở sờ lạc tới không ai ngọt đây đôi chạm lên giấy lê chứ nè ôi không ai xong ngày ảnh ngay khôn đã sợi tam rồi vô rong ngay cà phê tức đây lại bắt đôi chạm món ăn miếng xuống tầm món miếng ấy bà bạc cà phê đây là món ao sờ lạc là món quật đo cả cơ bế cho bóng bồn ó đó nhầm prap á nhầm thà ó ta ó bị nhom tay nhầm thà ăn mè nát chong mà tiếc đấy ó cái thằng chơi na việt na công ty là buôn mười triệu bạc mà bọc cái đâu cái nát bạc căn đó thay bị bọc là biệt xây đâu cái nát bạc sáng bọc xây đâu anh nhận sai thoát bọc xây đâu hay ai nên là ngông về tận nghĩa đó nghĩa tao ai như thế buổi thư cho ai kia nè nơi đây cho mình sốc giấy sang bánh bông có bằng mai nhầm nơi đang ngẩn nát côn pan ná bông cô rất nơi này trong bờ tê nè là nghĩa từ nơi trong bờ tê nó chi vứt bọc nhóm nơi lơ làm trong bẹt cả đà là hỏi bữa sau ta miền rương ấy luôn anh ta rương kê là hậu trái ta nấc nông chất thà bà ăn mình thưa ná chui cốt nó chơi chừng nó bữa côn kê khục nghiêm mà nhẹ sừng ngóm đây ta nghiêm nơi bính khơi phật láng vua cả tạp tôi lạch tôi lên cán ban tái về đại rương triệt phóng ta rương khuôn vía ta mà rương bay thli khuôn vía say khuôn vía hay đọc bên trắng cho nấc nông chất cho bà ăn chụp thưa ná thưa nó chia bọt anh đó ai mà thơ mình sủa ấy riết bài ở kê xí bông bồn ba kê màu xí kê ô là khép là khóc sờ bài á dương hot và mà ăn có hot đây bông bồn bài á của ảnh chấp dương trong kê xí đúng nè kê mình xí mà đó cho chuột cái hỏi chế do tràn bài chặt đậm một anhទៀតhay anh cái bông thơ mà phải hot cho ngọt á chơi mà đại lắm anh thòm bàn lâu á chẳng bằng nhầm tha ôi tại nè anh thơ bất mà con không cần nạp bạ sầm pon đâm bay về chia tập tái mình che chế đó hot bếp hai mình che của che ở tại thơ man tên có bao tại thơ lên tại thơ man tên chọc ai cho trường hot đó thỏa mãn che là lúc ấy lúc ạt đặt chả rất là bon nhẹ chuối cứ viên chăng sao rót mà vinh ao ấy trong trong vậy ai bông ôn mơ khơi âm pi cần nạp bạc sầm pon đâm bay về chia tập tái thằng việc không bị kê chia cần nạp bạc là bao dương từng ở kia bẩm mơ kia làng đâm bay thơ cả ấy này dụ ra mình trai ai bị đau đâm bay ai bùa dương á rẹt xa phiệt chia mà cha từ lớn nhạc tầm nang chia chân trai men tha sức nâng âm na chia mà chắc miên từ ngày bao nào tê bóc ở kia rồi hái ai bị khai ảnh chả ai càng nghe ảnh thơ rồi thấy anh tam tàn thơ mình cắt anh phải lẹ mà vinh sọc thay cái bài dương cái thơ bán mà con chả nào mới mê phun bóc đời dương thì lẹ đời dương mê khung bóc đời dương thì lẹ đời dương tần nang riết bóc đời dương thì lẹ đời dương sọt ngay ao kia mà sẽ lật tới kia vô tới thằng ngọc mê khung cái chặt tăng máu đặng máu tầm riếp chua kia khúc khổng anh phơ pếch mà cha mà bát xòm kia khúc khổng chẳng tát bộ phơ pếch miền đẹp prát môi con dây thầm mà chứ không miền ấy chầm lái chiêng mà nữ rót liên nhẹ tới bàn mà nữ tập buôn đọc nhẹ khúc khổng thế hả anh ấy tôi dập chiêng cô tiến mà nữ tập ấy buôn thèm nhẹ và tranh cầm đất móc khúc khổng ông mà nữ không bập phơ mà bát không miền ấy chầm lái